មកស្គាល់ហាងម្ហូបការ៉េមកកន្លែងទៀតនៅតួកោខ្ញុំស្គាល់ហ្នឹងគឺតាមគេ review ដែរទេដល់សារតែឃើញតំណងពេកចុះហើយណាមួយតម្លៃក៏គួរសមទៀតដល់ពេលចឹងក៏មិនសក់ដែរហ្មងទៅគ្រាន់តែតម្លៃហ៊ានធូរប៉ុន្តែបើប៉ាម៉ាវិញក៏តាមនឹងដែរខ្ញុំនិយាយនេះហ្នឹងដោយសារតែខ្ញុំធ្លាប់សាកហាងផ្សេងដែរអញ្ចឹងគឺបកគេប៉ាម៉ាហ៊ានច្រើនដែរប៉ុន្តែតម្លៃហ៊ានលើនឹងទៀតអញ្ចឹងសម្រាប់ឈ្មោះហាងវិញគឺខ្ញុំបានមកញ៉ាំនៅហាងបកនេះឈ្មោះ Mr. J ចាចាន់អត់ដឹងហើយឈ្មោះត្រូវមួយខុសនេះហាងបកនោះគឺនៅតួកោកហ្នឹងហ្មងនៅលើផ្លូវ317ហ្នឹងហ្មងអាចឆែកតាម Google Map បានអញ្ចឹងហើយនេះគឺជាតម្លៃមនុយនៅខាងគាត់អញ្ចឹងមានជាសេតដែរមួយសេតបកហ្នឹងគឺតម្លៃអត់ដល់10%ទេទៅញ៉ាំបានគ្នា2នាក់អីនៅមានផ្សេងច្រើនជាងនឹងទៀតបាននិយាយពីតម្លៃវិញគឺធូររបស់គេមែនដូចខ្ញុំក៏មកឈុតនេះអញ្ចឹងគឺអស់តាម7.9ទេបានមេចាំប៉ុងគ្រឿងសម្បត្តិមួយចានហើយជាមួយនឹងមួយទៀតហ្នឹងគឺជាសាច់ជ្រូកបំពងជូរអែមកំងមកដល់គឺនៅក្តៅៗហ្មងឆ្ងាញ់របស់គេមែនបើប៉ាម៉ាវិញគឺអាចមើលតាមវីដេអូហ្នឹងបានអញ្ចឹងដោយសារតែតម្លៃរបស់គេហ្នឹងរៀងធូរដែរជាទូទៅខ្ញុំញ៉ាំហ្មងគឺយ៉ាងហោចណាស់ក៏10%ជាងដែរពីមុខហ្នឹងបាននិយាយពីហូរជាតិវិញគឺមេចាំប៉ុងនឹងខាងគាត់ហ្នឹងហ្មងឆ្ងាញ់របស់គេមែនទាំងតែសៃមីទាំងតែស៊ុបទាំងសាច់គ្រឿងសម្បត្តិហ្នឹងគឺឆ្ងាញ់ហើយបើមួយទៀតហ្នឹងគឺសាច់ជ្រូកបំពងនៅខាងគាត់ហ្នឹងក៏ស្រួយឆ្ងាញ់ដែរបើយកសាច់ជ្រូកបំពងហ្នឹងមកច្រកជាមួយនឹងមីចាំប៉ុងនេះហូរជាតិក៏តែអែមជាងនឹងទៀតហើយនៅខាងគាត់ក៏មានជាមួយអំពងក្រេនេះដែរមួយចានហ្នឹងគឺតម្លៃ4.9បាននិយាយពីហូរជាតិវិញគឺមកអំពងហ្នឹងឆ្ងាញ់មែនបែរតែខាងត្រង់ស្រួយហ្មងបានតែគេចង់សាយហ្នឹងគឺអាចប្រើបានណាហាងគាត់នៅតួកោក